កាលពីព្រេងនេះនៅឋានភូមិស្ងប់ស្ងាត់មួយក្នុងប្រទេសកម្ពុជាមានក្មេងស្រីតូចម្នាក់ឈ្មោះស្រីលាក់ដែលចូលចិត្តជួយម្ដាយរបស់នាងនិងមើលថែសត្វទាំងអស់នៅជុំវិញផ្ទះរបស់នាងក្មេងស្រីតូចចិត្តល្អម្នាក់ឈ្មោះស្រីលាក់ស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរសំពត់និងអាវដៃខ្លីញញឹមពេលនាងជួយម្ដាយរបស់នាងនៅជិតផ្ទះឈើតូចមួយដែលហ៊ុំព័ទ្ធដោយដើមត្នោតបៃតងនិងវាលស្រែមានមាន់និងពាងទឹកនៅក្បែរនោះពន្លឺព្រះអាទិត្យក្តៅអ៊ុនៗបរិយាកាសស្ងប់ស្ងាត់ពណ៌ស្រាលស្រាលស្រីលាក់កំពុងចម្អិនបាយនៅក្បែរចង្ក្រានដីឥដ្ឋក្នុងផ្ទះឈើបែបប្រពៃណីមួយនាងមើលទៅហាក់ដូចជាភ្ញាក់ផ្អើលពេលឮសំឡេងតូចមួយសត្វចិញ្ចក់ពណ៌បៃតងតូចមួយក្បាលជួបនៅក្នុងឆ្នាំងដីឥដ្ឋនៅក្បែរនោះពន្លឺព្រះអាទិត្យរសៀលក្តៅអ៊ុនៗចាំងចូលតាមជញ្ជាំងឫស្សីបរិយាកាសបែបប្រពៃណីខ្មែរជាមួយនឹងឆ្នាំងដីដើមចេកនៅខាងក្រៅនិងផ្សែងស្រាលស្រាលហុយចេញពីភ្លើងស្រីលាក់លុតជង្គង់លើឥដ្ឋផ្ទះឈើមួយក្នុងភូមិមើលទៅហាក់ដូចជាភ្ញាក់ផ្អើលពេលឃើញសត្វចិញ្ចក់តូចមួយក្បាលជាប់ក្នុងឆ្នាំងដីឥដ្ឋពន្លឺព្រះអាទិត្យក្តៅអ៊ុនៗពេលរសៀលចាំងចូលតាមជញ្ជាំងឫស្សីបញ្ចេញស្រមោលតុនការរៀបចំបែបប្រពៃណីខ្មែរជាមួយនឹងកម្រាលឈើកន្ត្រាក់តបាននិងចង្ក្រានដីឥដ្ឋនៅក្បែរនោះសត្វចិញ្ចក់មើលទៅគួរឲ្យស្រឡាញ់និងគួរឲ្យស្រឡាញ់ភ្នែកបើកធំស្រីលាក់លើកសត្វចិញ្ចក់ពណ៌បៃតងតូចមួយក្បាលចេញពីឆ្នាំងដីឥដ្ឋយ៉ាងស្រាលនៅក្នុងផ្ទះឈើបែបប្រពៃណីមួយក្នុងភូមិនាងញញឹមយ៉ាងស្រស់ទ្រាទន់ហើយនិយាយយ៉ាងស្រស់ទ្រាទន់ថាអូចិញ្ចក់តូចកំសត់កុំខ្លាចអីខ្ញុំនឹងជួយអ្នកពន្លឺព្រះអាទិត្យរសៀលក្តៅចាំងចូលតាមជញ្ជាំងឫស្សីព័ត៌មានលម្អិតបែបប្រពៃណីខ្មែរដូចជាចង្ក្រានដីឥដ្ឋកន្ត្រាក់ត្បាញនិងកម្រាលឈើជុំវិញនាងសត្វចិញ្ចក់មើលទៅគួរឲ្យស្រឡាញ់និងបង្ហាញអារម្មណ៍តូចនិងដឹងគុណសត្វចិញ្ចក់តូចមួយកំពុងឈរនៅលើឆ្នាំងដីឥដ្ឋសម្លឹងមើលក្មេងស្រីខ្មែរចិត្តល្អម្នាក់ឈ្មោះស្រីលាក់ដោយកតញ្ញូតាធម៌សត្វចិញ្ចក់កំពុងនិយាយថាអរគុណក្មេងស្រីចិត្តល្អអ្នកបានជួយសង្គ្រោះជីវិតខ្ញុំថ្ងៃណាមួយខ្ញុំនឹងជួយសង្គ្រោះជីវិតអ្នកដែរក្មេងនោះលុតជង្គង់ដោយញញឹមយ៉ាងស្រស់ទន់ភ្ញាក់ផ្អើលប៉ុន្តែសប្បាយចិត្តពន្លឺព្រះអាទិត្យពណ៌មាសក្តៅអ៊ុនបានបំពេញផ្ទះឈើប្រពៃណីខ្មែរដែលមានជញ្ជាំងឫស្សីចង្ក្រានដីឥដ្ឋនិងកន្ត្រាក់ត្បាញជុំវិញរុក្ខជាតិត្រូពិចឲ្យមើលឃើញតាមបង្អុយស្រីលាក់សោកយ៉ាងស្រស់ទន់ទៅកាន់សត្វចិញ្ចក់ពណ៌បៃតងតូចមួយក្បាលដែលកំពុងនិយាយជាមួយនាងក្មេងនោះស្លៀកសម្លៀកបំពាក់ប្រពៃណីសាមញ្ញមួយនិងអោនក្បាលក្បែរចង្ក្រានដីឥដ្ឋនៅក្នុងផ្ទះឈើខ្មែរមួយសត្វចិញ្ចក់ឈរយ៉ាងមោទនភាពលើឆ្នាំងដីឥដ្ឋមើលទៅគួរឲ្យស្រឡាញ់និងបង្ហាញអារម្មណ៍ស្រីលាក់ញញឹមយ៉ាងស្រស់ទន់រីករាយនិងភ្ញាក់ផ្អើលពន្លឺព្រះអាទិត្យក្តៅអ៊ុនពេលរសៀលចាំងចូលតាមជញ្ជាំងឫស្សីស្រមោលទន់និងរុក្ខជាតិត្រូពិចនៅខាងក្រៅចិញ្ចក់តូចមួយក្បាលពណ៌បៃតងកំពុងនិយាយជាបន្ទាន់ជាមួយនឹងក្មេងស្រីខ្មែរម្នាក់ឈ្មោះស្រីលាក់នៅមុខផ្ទះឈើប្រពៃណីមួយពពកព្យុះធំពណ៌ប្រផាក់បានប្រមូលខ្ទុំជុំវិញមេខានិងខ្យល់បោកដើមត្នោតនិងស្លឹកចេកស្រីលាក់មើលទៅហាក់ដូចជាភ្ញាក់ផ្អើលនិងព្រួយបារម្ភពេលដែលនាងស្ដាប់ចិញ្ចក់ឈរនៅលើឆ្នាំងដីឥដ្ឋបញ្ចេញពន្លឺស្លាដោយមុនគុំពណ៌ភូមិដែលគប់ក្តៅផ្ទុយស្របនឹងពណ៌ព្យុះដែលត្រជាក់សត្វចិញ្ចក់ពណ៌បៃតងតូចមួយកំពុងប្រកក្មេងស្រីខ្មែរម្នាក់ឈ្មោះស្រីលាក់ដោយជាបន្ទាន់ស្រីលាក់លឿននាំគ្រួសាររបស់អ្នកទៅលើភ្នំទឹកចំនួនធំនឹងមកយប់នេះក្មេងនោះមើលទៅភ្ញាក់ផ្អើលប៉ុន្តែតាំងចិត្តមុតមឹមខណៈដែលខ្យល់បបកសក់របស់នាងនិងដើមត្នោតរិចតាន់ពីក្រៅនាងមេឃាងងឹតដោយពពកព្យុះផ្លែកបន្ទោនៅឆ្ងាយនិងខ្យល់មានអារម្មណ៍តានតឹងឆាកនេះកើតឡើងនៅក្នុងភូមិខ្មែរប្រពៃណីមួយដែលមានផ្ទះឈើដើមចេកនិងឆ្នាំងដីឥដ្ឋនៅក្បែរនោះស្រីលាក់ប្រាប់ម្ដាយរបស់នាងជាបន្ទាន់ម៉ាក់ចិញ្ចក់ថាទឹកនឹងលេងយើងត្រូវទៅវិញម្ដាយមើលទៅហាក់ដូចជាព្រួយបារម្ភប៉ុន្តែយកចិត្តទុកដាក់ពួកគេឈរនៅខាងក្រៅផ្ទះឈើប្រពៃណីរបស់ពួកគេនៅក្នុងភូមិតូចមួយដែលមានដើមចេកនិងដើមត្នោតកំពុងរេតាន់តាមបច្ចុលពពកព្យុះងងឹតប្រមូលខ្ទុំជុំវិញមេខានិងដំណក់ភ្លៀងចាប់ផ្ដើមធ្លាក់មកភូមិខ្មែរកំពុងរីកលេងដោយសារទឹកទន្លេហូរធ្ងន់ផ្ទះឈើប្រពៃណីលិចបែកផានដើមចេកនិងដើមត្នោតកតបង់ដោយខ្យល់បោកបង់ខ្លាំងនិងទឹកហូរកាត់តាមដងចលាចរណ៍ក្មេងស្រីខ្មែរតូចម្នាក់និងក្រុមគ្រួសាររបស់នាងត្រូវបានឃើញឡើងភ្នំនៅពីក្រោយដើម្បីគេចថត់ពីទឹកជំនន់ពពកព្យុះងងឹតគ្របបណ្ដោយមេខាភ្លៀងធ្លាក់ខ្លាំងនិងបរិយាកាសតានតឹងប៉ុន្តែដូចហ្វេមកូនស័ត្វភូមិខ្មែរបន្ទាប់ពីព្យុះព្រះអាទិត្យរះឈររងាស់លើលីទេសភាពស្ងប់ស្ងាត់ក្មេងស្រីខ្មែរតូចម្នាក់ឈ្មោះស្រីលាក់ឈរនៅលើភ្នំស្មៅមួយសម្លឹងទៅមើលក្រុមគ្រួសារនិងអ្នកជិតខាងរបស់នាងដែលមានសុវត្ថិភាពនិងសប្បាយចិត្ត ផ្
ផ្ទះឈើនៅក្រុមភូមិអាចមើលឃើញដោយបែបផាហុំព័ទ្ធដោយដើមត្នោតបៃតងនិងដើមចេកបៃតងសត្វចិញ្ចឹមទុយពណ៌បៃតងដែលព្រានព្រន្ធានាងបានបាត់បង់ពន្លឺព្រឹកអាទិត្យភឺចម្រងក្លាក់បំបាញ់ចេញនិងស្រមោលទន់ទន់ស្រាលស្រាលក្មេងស្រីខ្មែរឈ្មោះស្រីលាក់ញញឹមយ៉ាងស្រស់ទន់ហើយនិយាយយ៉ាងស្រស់ទ្រាយទន់ថាអរគុណណាចិញ្ចក់ទុយកំសត់ខ្ញុំនឹងមិនភ្លេចសេចក្តីសប្បុរសរបស់ញាក់ទេនាងឈរនៅលើភ្នំស្មៅមួយជាមួយនឹងក្រុមគ្រួសារដែលជិតក្បែរនោះដែលមានសុវត្ថិភាពនិងសុខបាយចិត្តបន្ទាប់ពីទឹកជំនន់ចិញ្ចក់ទុយពណ៌បៃតងអង្គុយនៅលើថ្មមួយសម្លឹងមើលនាងទូចនឹងគូអស្រឡាញ់ពន្លឺព្រះអាទិត្យពេលព្រឹកក្តៅអ៊ុនៗកំពុងចេញភ្លៀចចង្វាំងផ្ទះឈើប្រពៃណីខ្មែរដើមត្នោតនិងដើមចេកនៅផ្ទះប្រពៃណីខ្មែរនៅក្បែរនោះក្មេងៗលេងនៅខាងក្រៅជាមួយនឹងសត្វតូចៗចិញ្ចក់មាន់និងសត្វស្លាបបង្ហាញសេចក្តីសប្បុរសនិងការយកចិត្តទុកដាក់ភូមិនេះមានផ្ទះឈើប្រពៃណីខ្មែរដើមត្នោតនិងដើមចេកព្រះអាទិត្យកំពុងឆៃពន្លឺគប់ក្តីស្រមោលទន់ទន់នៅលើដីបរិយាកាសសន្តិភាពនិងរីករាយចិញ្ចក់ពណ៌បៃតងតូចមួយកំពុងមើលកំសាន្តនៅក្បែរនោះរូបស្ទាយនៃភាពយន្ត Pixar ឬ Studio Ghibli មានពណ៌ភ្លឺចែកចាញ់និងរហ័សរហួនតួអង្គមានការបង្ហាញអារម្មណ៍ខ្លាំងនិងរីករាយកំណត់ម៉ោងត្រូលបែបភាពយន្តរៀបចំរូបភាពក្នុងភូមិត្រូពិចលំអិតរូបភាពនិទានស្នំពីក្មេង